ទម្លាប់5យ៉ាងរបស់មនុស្សជោគជ័យសួស្តីតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះទទួលបានភាពជោគជ័យនៅក្នុងជីវិតខណៈពេលដែលមនុស្សខ្លះទៀតខិតខំដូចគ្នាប៉ុន្តែលទ្ធផលមិនដូចគ្នាតាមការសិក្សានិងការសង្កេតលើជីវិតរបស់អ្នកជោគជ័យជាច្រើនអ្នកលើពិភពលោកគេសង្កេតឃើញថាភាពខុសគ្នាមិនមែនសន្តិដ្ឋនៅត្រង់សំណាងនោះទេប៉ុន្តែសន្តិដ្ឋនៅត្រង់ទម្លាប់ប្រចាំថ្ងៃដែលពួកគេអនុវត្តជានិច្ចថ្ងៃនេះខ្ញុំនឹងចែករំលែកជូនអ្នកនៅទម្លាប់សំខាន់ចំនួន5ដែលអាចចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃនេះតទៅតែម្ដងចំណុចទី1ភ្ញាក់ពីព្រឹកនិងមានផែនការច្បាស់លាស់មនុស្សជោគជ័យភាគច្រើនចាប់ផ្ដើមថ្ងៃថ្មីមុនម៉ោងធម្មតាការភ្ញាក់ពីព្រឹកមិនមែនគ្រាន់តែជាទម្លាប់ស្តង់ដារនោះទេវាផ្ដល់ឲ្យពួកគេនៅពេលវេលាដ៏ស្ងប់ស្ងាត់ដើម្បីគិតរៀបចំផែនការនិងចាប់ផ្ដើមថ្ងៃដោយគិតតែចំណុចវិជ្ជមានមុនពេលពិភពលោកខាងក្រៅចាប់ផ្ដើមទាមទារការយកចិត្តទុកដាក់របស់ពួកគេជាងនេះទៅទៀតពួកគេភាគច្រើនសរសេរនិងកត់ត្រាគោលដៅសម្រាប់ថ្ងៃនេះតើត្រូវធ្វើអ្វីខ្លះតាមគោលដៅអាទិភាពវិធីសាស្ត្រដ៏ល្បីគឺច្បាប់1/3/5 គឺជ្រើសរើសកិច្ចការដ៏ធំ1កិច្ចការមធ្យម3កិច្ចការតូច5ដើម្បីបញ្ចប់នៅក្នុងមួយថ្ងៃវិធីនេះជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញនិងធ្វើឲ្យអ្នកផ្ដោតទៅលើអ្វីដែលសំខាន់ជាងមុនចំណុចសំខាន់នៅទីនេះគឺជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេវាកើតឡើងចេញពីការរៀបចំផែនការជាមុនចំណុចទី2ការអានសៀវភៅនិងការរៀនសូត្របន្ថែមជានិច្ចមនុស្សខ្លះជោគជ័យច្រើនចាត់ទុកការសិក្សាជាដំណើរការមួយគ្មានទីបញ្ចប់មិនមែនបញ្ចប់ត្រឹមនៅសាលានោះទេពួកគេចំណាយពេលវេលាជារៀងរាល់ថ្ងៃដើម្បីអានសៀវភៅស្ដាប់មើលអ្វីថ្មីដែលពង្រីកចំណេះដឹងរបស់ខ្លួននេះអាចជាការអានសៀវភៅជំនាញការស្ដាប់ podcast ស្ដីអំពីអាជីវកម្មការតាមដានព័ត៌មានថ្មីៗនៅក្នុងឧស្សាហកម្មរបស់ខ្លួនឬសូម្បីតែការសិក្សាពីជំនាញថ្មីៗតាមអនឡាញចំណុចសំខាន់គឺការរក្សាចិត្តគំនិតឲ្យបើកចំហនិងចង់ដឹងចង់ឃើញអ្វីថ្មីជានិច្ចការចង់ដឹងកាន់តែច្រើននាំមកនូវការសម្រេចចិត្តកាន់តែប្រសើរការមើលឃើញឱកាសកាន់តែច្បាស់លាស់និងសមត្ថភាពនៅក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបានលឿនជាងអ្នកដទៃចំណុចទី3ចេះគ្រប់គ្រងពេលវេលានិងកំណត់អាទិភាពពេលវេលាគឺជាធនធានមួយគត់ដែលមនុស្សគ្រប់គ្នាមានស្មើគ្នាគឺ24ម៉ោងក្នុងមួយថ្ងៃភាពខុសគ្នាសន្តិដ្ឋនៅត្រង់របៀបប្រើប្រាស់វាមនុស្សភាគច្រើនចេះកំណត់ពេលវេលាអ្វីខ្លះជាកិច្ចការសំខាន់និងបន្ទាន់អ្វីខ្លះជាកិច្ចការសំខាន់ប៉ុន្តែមិនបន្ទាន់និងអ្វីខ្លះជាកិច្ចការខ្ជិះខ្ជាយពេលវេលាវិធីទី1ដែលគេប្រើញឹកញាប់គឺ Eisenhower Matrix ដែលចែកកិច្ចការនេះជា4ប្រភេទតាមកម្រិតសំខាន់និងបន្ទាន់ដើម្បីជួយសម្រួលចិត្តថាអ្វីដែលគួរធ្វើភ្លាមអ្វីគួររៀបចំផែនការពេលក្រោយអ្វីគួរប្រគល់ឲ្យអ្នកដទៃធ្វើនិងគួរលុបចោលជាងនេះទៅទៀតពួកគេចេះនិយាយទេចំពោះកិច្ចការឬការអញ្ជើញដែលមិត្តភ័ក្តិនិងគោលដៅរបស់ខ្លួនដើម្បីរក្សាពេលវេលានិងថាមពលសម្រាប់អ្វីដែលសំខាន់ជាងគេចំណុចទី4ថែរក្សាកាយនិងចិត្តមិនថាមុខរបរអ្វីនោះទេសុខភាពគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យទាំងអស់អ្នកគ្មានលទ្ធភាពធ្វើការប្រកបទៅដោយប្រសិទ្ធភាពប្រសិនបើរាងកាយឬចិត្តគំនិតមិនស្រួលមនុស្សជោគជ័យជាច្រើនចាត់ទុកការហាត់ប្រាណជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃមិនថាជាការរត់ជាការហាត់យូហ្គាឬគ្រាន់តែជាការដើរលេងការហាត់ប្រាណជួយបង្កើនថាមពលកាត់បន្ថយភាពតានតឹងនិងធ្វើឲ្យចិត្តគំនិតកាន់តែច្បាស់ក្រៅពីនេះការគេងឲ្យបានគ្រប់គ្រាន់ការញ៉ាំអាហារមានប្រយោជន៍និងការចំណាយពេលសម្រាប់ឲ្យបានសមស្របក៏ជាកត្តាសំខាន់ដែរជោគជ័យរយៈពេលវែងតម្រូវឲ្យមានសុខភាពល្អរយៈពេលវែងផងដែរចំណុចទី5ចេះទទួលយកបញ្ហានិងរៀនពីកំហុសភាពខុសគ្នាដ៏ធំបំផុតរវាងមនុស្សជោគជ័យនិងអ្នកផ្សេងទៀតមិនមែនស្ថិតនៅត្រង់ថាពួកគេមិនដែលបរាជ័យនោះទេតាមពិតពួកគេជួបបញ្ហានិងបរាជ័យច្រើនដូចគ្នា
ភាពខុសគ្នាគឺជារបៀបគិតចំពោះការបរាជ័យនោះជាជាងមើលឃើញកំហុសជាចុងបញ្ចប់ពួកគេចាត់ទុកវាជាមេរៀនជាឱកាសមួយដើម្បីចម្រើនជីវិតពួកគេវិភាគមើលថាមានអ្វីខុសដែរឬទេរៀនពីវាហើយកែសម្រួលសម្រាប់លើកក្រោយគំនិតបែបនេះត្រូវបានគេហៅថា growth mindset ដែលគេជឿថាសមត្ថភាពនិងភាពវៃឆ្លាតអាចអភិវឌ្ឍតាមរយៈការខិតខំប្រឹងប្រែងសរុបសេចក្តីមកទម្លាប់ទាំង5របស់មនុស្សជោគជ័យមាន5ចំណុចគឺចំណុចទី1មានផែនការច្បាស់លាស់ចំណុចទី2រៀនសូត្របន្ថែមជានិច្ចចំណុចទី3គ្រប់គ្រងពេលវេលាឲ្យបានល្អចំណុចទី4ថែរក្សាសុខភាពចំណុចទី5ចេះទទួលយកនិងរៀនពីកំហុសចំណុចសំខាន់ដែលត្រូវចងចាំគឺជោគជ័យមិនមែនកើតឡើងនៅក្នុងរយៈពេលមួយយប់នោះទេវាកើតចេញពីការអនុវត្តទម្លាប់តូចៗទាំងនេះជានិច្ចជារៀងរាល់ថ្ងៃចុះអ្នកវិញតើអ្នកនឹងចាប់ផ្ដើមអនុវត្តទម្លាប់មួយណាមុនគេសូមសាកល្បងហើយភាពខុសគ្នាដោយខ្លួនឯងសូមអរគុណដែលបានទស្សនានិងចំណាយពេលស្ដាប់